សម្ដេចធិបតីហ៊ុនម៉ាណែតពិភាក្សាតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យមានបទចុះបាញ់ឲ្យបានឆាប់រហ័សសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនាយកថ្ងៃទី25ខែធ្នូឆ្នាំ2025ដើម្បីពិភាក្សាអំពីការវិវត្តនៃសភាពការតាមបណ្ដាព្រំដែនកម្ពុជាថៃក្នុងគោលបំណងជំរុញឲ្យមានបទចុះបាញ់ឲ្យបានឆាប់រហ័សនិងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃលោករដ្ឋមន្ត្រី Rubio បានគូបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃនិងខិតខំជំរុញឲ្យមានបទចុះបាញ់ឲ្យបានឆាប់រហ័សតាមព្រំដែនអាចធ្វើទៅបានសម្ដេចបវរធិបតីបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមជាក្រុមនៅក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានបើតាមសម្ដេចបវរធិបតីកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមករួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ